នេះគឺជាបញ្ហាដែលខ្ញុំតែងតែនិយាយថាពត្រាបើសិនជាវាមានមែកដុះទៅខាងលើហើយវាមានផ្លែហើយបើយើងអត់បានចងវាវិញវានឹងបាក់អញ្ចឹងណាបងប្អូនបាទហ្នឹងហើយនេះខ្ញុំខំចងវាបងប្អូនបាទនេះផ្លែ2 3នេះវាធ្ងន់ណាបាទហើយផ្លែអីមែកវាប៉ុណ្ណឹងធូកជើងធូកបងប្អូនបាទវាអញ្ចឹងវាធ្ងន់ណាបាទហ្នឹងហើយហើយអានេះបាទនេះបាក់បាទបងប្អូននេះបាក់បាទហ្នឹងហើយផ្លែវាច្រើនដែរនេះវាចូល4ផ្លែ4ផ្លែ4ផ្លែនេះគឺធ្ងន់មែនតើដល់យើងស្ដាយបងប្អូនដល់ពេលវាធំចិត្តល្មមហូបហើយអញ្ចឹងហើយដល់ពេលវាបាក់អញ្ចឹងស្ដាយបាទបើសិនជាយើងបានយកអានឹងមកចងកន្លែងនេះវិញបាទអានេះខ្ញុំទៅធ្វើក្រោយពេលដែលវាបាក់ហើយទេបាទហ្នឹងហើយអញ្ចឹងវាបាក់បាត់ហើយប៉ុន្តែយើងស្ដាយយើងអត់កាច់ចោលទុកវាកែរោបានហូបអញ្ចឹងណាបាទហើយមួយទៀតអានេះផ្លែ2បងប្អូនបាទផ្លែ2នេះបាក់ដែរបាទបាក់ដែរនេះបាទវានៅខាងលើដូចខ្ញុំនិយាយអញ្ចឹងមែកនៅខាងលើអញ្ចឹងវាពេលដែលវាធ្ងន់មកវាហែកវាហែកឡើងនេះអាយ៉ះខាងលើអញ្ចឹងណាបាទផ្លែតែ2ទេប៉ុន្តែគាត់ថាមែកវាប៉ុណ្ណឹងជើងធុកបាទប៉ុនឈើចាក់ថ្មិញនេះបាទហ្នឹងហើយអញ្ចឹងវាបាក់មកបាទបើសិនជាមានផ្លែអញ្ចឹងបើអានេះតាមពិតទៅវាអាចនឹងបាក់ដែរប៉ុន្តែដោយសារតែយើងដាក់អាឈើនេះមួយមកយើងចងភ្ជាប់មួយអានេះមកបាទហើយក៏វាអាចនៅបន្តបានហើយមួយនេះយើងបានដាក់ពីលើមែកអស័យអញ្ចឹងវាទ្រទម្ងន់បានអញ្ចឹងណាបាទវាប្រភេទផ្លែធំប៉ុន្តែដើមវាហ្នឹងគឺជាលក្ខណៈដើមវាតូចដែរមែកតូចដែរអញ្ចឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងបើសិនជាយើងមិនជួយវាទេភាគច្រើនហ្នឹងអត់បានហូបទេបាទវានឹងបាក់អស់លីងអញ្ចឹងណាបាទបាក់មើលមែកទូចមួយហើយមើលផ្លែប៉ុណ្ណាណីអញ្ចឹងបាទអញ្ចឹងវាខុសពី3រសជាតិចាំមើលខ្ញុំទៅថត3រសជាតិមួយទៀតដែលវាផ្លែច្រើនហើយវាបាក់អញ្ចឹងណាបាទហើយសម្រាប់ដើមនេះវិញផ្លែច្រើនប៉ុន្តែគាត់ថារសជាតិក៏ឆ្ងាញ់មួយយ៉ាងដែរប៉ុន្តែយើងអត់សូវស្រឡាញ់វាដោយសារតែវាមានបញ្ហាកាលណាបើសិនជាទុំខាងលើអញ្ចឹងខាងក្រោមទៅរំហូបបានវាឡើងពណ៌បែបនេះអាចជានឹងលលួយអញ្ចឹងណាបងប្អូនបាទអញ្ចឹងកន្លែងនេះបើយើងអត់ចង់បានហើយក៏យើងអត់យកពូជនឹងទេហើយយើងចាំមើលអានេះធំបន្តិចមកយើងនឹងតត្រួយយកមួយនេះវិញអញ្ចឹងណាតត្រួយពូជផ្សេងវិញបាទហើយ3រសជាតិនេះវាផ្លែច្រើនបងប្អូនបាទវាផ្លែច្រើនវាទូចតែផ្លែច្រើនវាធ្លាក់ទៅរយាងចេះវាមិនគួរឲ្យបាក់ទេប៉ុន្តែវាក៏បាក់បាត់ហើយនេះបាទបើសិនជាយើងមានអីចងវាបកគោលចងវាបាទអត់អីទេតែវាផ្លែច្រើនបាទទូចតែច្រើនអញ្ចឹងធ្វើឲ្យវាត្រទម្ងន់វាអត់រួចដែរហ្នឹងហើយចាប់ផ្ដើមទុំហើយបងប្អូនបាទទុំបាទហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនដាំពពុះពត្រាមានផ្លែធំបាទរវល់ជាមួយវាទៅហើយបាទបាក់ហើយបងប្អូនប៉ុន្តែគាត់ថាវាបាក់មិនទាន់ដាច់អញ្ចឹងយើងចងវានេះមកបាទចាំបេះផ្លែអស់សិនអញ្ចឹងណាស្ដាយវាហ្នឹងហើយសម្រាប់មួយដើមនេះវិញវាផ្លែតែប្រមាណនេះប៉ុន្តែអូធំហើយប៉ុន្តែផ្លែយូរមិនទាន់ងាយបានភ្លក់ទេបាទហ្នឹងហើយនេះប៉ុន្តែក៏ដៃលងព្រិលបងប្អូនបាទស្អាតណាបាទនេះលងភ្លេចប៉ុន្តែអត់ទាន់ឆ្ងាញ់តើលឿងខ្លាំងមែនតើបាទឆ្ងាញ់ទុំផ្អែមឈ្ងុយតែម្ដង